ថ្ងៃនេះស្ដាប់ការលំបាករបស់ស្នាដៃខ្ញុំយើងនៅក្នុងខេត្តពោធិ៍សែនស្រុកពោធិ៍សែនប៉ុន្តែបើយើងរំលឹកដល់ផលយើងកើតដំបូងបានជាង100ដងបានអត់ស្រួលទេមានការរំលឹកកតបកិច្ចការងារនេះវាធ្វើឲ្យខ្ញុំនឹកឃើញព្រោះរឿងវាយូរឆ្នាំដែរការងារក្នុងរដ្ឋសភានេះនឹកឃើញដល់សហការីនៅតាមខេត្តនេះគឺពិសេសខេត្តកំពង់ស្ពឺនេះដែលឥឡូវយើងមានអាយុច្រើនបន្តិចហើយចាស់អស់ហើយក្នុងការបន្តធ្វើនេះដោយយើងមានជំនឿមួយថាអ្វីដែលយើងបានចូលរួមតាំងពីឆ្នាំខ្លះតាំងពីឆ្នាំ1995មកខ្លះតាំងពីឆ្នាំ1993ក្នុងខេត្តព្រោះចលនានៃការចូលរួមនេះវាជាការអនុវត្តត្រឹមត្រូវតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ1991គឺរៀបចំប្រទេសជាតិនេះឲ្យអនុវត្តនៅលទ្ធិប្រជាធិបតេយ្យសេរីពហុបកដើម្បីជៀសវាងកុំឲ្យអ្នកនយោបាយខ្មែរតតាំងគ្នាដោយអាវុធដើម្បីអំណាចឲ្យតតាំងគ្នាដើម្បីយកប្រជាប្រិយភាពដើម្បីអំណាចវិញអានេះខ្ញុំចង់រំលឹកយើងបន្តិចដូច្នេះអ្វីដែលយើងបានធ្វើតាំងពីឆ្នាំ1993ខ្ញុំជឿថាអ្នកខ្លះមានចូលរួមជាមួយនឹងគណៈបកប្រជាធិបតេយ្យសេរីនិយមព្រះពុទ្ធសាសនារបស់លោកតាសឿនសានចាំទេរបងបាត់ធ្លាប់ដឹងដែរសម័យនោះបាទហើយពេលដែលលោកហ៊ិនសំរាស៊ីគាត់បង្កើតគណៈបកជាតិខ្មែរឆ្នាំ1995ក៏នាំគ្នារៀបចំរចនាសម្ព័ន្ធនោះចូលរួមជាមួយគាត់ហើយការនោះការបង្កើតវិសាខានៅតាមខេត្តតាមស្រុកមានការលំបាកណាស់តាមឃុំថ្ងៃនេះស្ដាប់ការលំបាករបស់ស្នាដៃខ្ញុំយើងនៅក្នុងខេត្តពោធិ៍សែនស្រុកពោធិ៍សែនប៉ុន្តែបើយើងរំលឹកដល់ផលយើងកើតដំបូងបានជាង100ដងបានអត់ស្រួលទេមានកន្លែងខ្លះកើតឡើងបានតែមួយយប់ខ្លះនោះគេបាញ់អស់មកបងទៅតិចអស់នេះគណៈប៉ុន្តែយើងបានចូលរួមជាកុសលអត្ថប្រយោជន៍ដល់ជាតិតែមុននេះបានស្ដាប់របស់គ្នាបទជនជាតិខ្មែរខ្ញុំថាលើកក្រោយតែខ្ញុំទាំងជាខ្ញុំនេះជ្រាបវត្តនឹងចេះទាំងអស់គ្នាវាធ្វើឲ្យចរិតរបស់យើងដែលជាពលរដ្ឋដែលជាតែតើអ្នកពូជពងមានកំណើតជាខ្មែរនេះវាមានមោទនភាពជាតិរបស់ខ្លួនការចូលរួមនយោបាយគឺការចូលរួមទ្រទ្រង់ជាតិរបស់ខ្លួន